ស្រ័យចម្ងល់ហេតុអ្វីបានជាជីនបាត់ឈ្មោះក្រេឌីតលើអាល់ប៊ុមអារីរ៉ាំងស៊ីនរ៉ាមែនមានរសជាតិតំណាងប្រទេសកូរ៉េនៅថ្ងៃទី20 ខែមិនិនាកន្លងទៅ BTS គឹបតែបានប្រកាសចេញអាល់ប៊ុម Comeback ក្រុមចំណងជើងអារីរ៉ាំងខណៈពេលដែលសមាជិក6នាក់ទទួលបានក្រេឌីតនៅលើការតែងនិពន្ធសម្រាប់អាល់ប៊ុមថ្មីបែរជាជីនអវត្តមាននៅលើបញ្ជីនោះនៅក្នុងថ្ងៃតែមួយ BTS បានឡាយជួបជុំគ្នានៅលើកម្មវិធី Weverse ក្រុមឈ្មោះ Studio Note Arirang ដើម្បីចែករំលែករឿងរ៉ាវពីក្រោយអាល់ប៊ុម Arirang ដែលជាអាល់ប៊ុមវិលត្រឡប់មកជួបជុំគ្នាជាថ្មីម្ដងទៀតរបស់សមាជិកទាំង7រូបក្នុងរយៈពេលជិត4ឆ្នាំអាល់ប៊ុមពេញខ្នាតទី5នេះមានសរុបចំនួន14បទដោយសមាជិកម្នាក់ៗដូចជាRM, Suga, J-Hope, Jungkook, V និង Jimin បានចូលរួមនៅក្នុងការសរសេរនិងនិពន្ធបទចម្រៀងដែលនាំឲ្យសមាជិកទាំង6នាក់ទទួលបានក្រេឌីតសម្រាប់ស្នាដៃខាងលើយ៉ាងណាមិញជីនបានអវត្តមានចំពោះការចូលរួមនេះដែលនាំឲ្យលោកមិនទទួលបានឈ្មោះក្រេឌីតសម្រាប់បទណាមួយនោះឡើយជាក់ស្ដែងការខកខានរបស់ជីនបានកើតឡើងដោយសារតែលោកបានជាប់រវល់ទៅនឹងការប្រគំតន្ត្រីទេសចរទោលខណៈពេលដែលមានការវិភាគត្រួតគ្នាជាមួយនឹងការរួមក្រុមទាក់ទិនទៅនឹងបញ្ហាខាងលើ RM បានបកស្រាយថាប្រសិនបើដំណើរប្រគំតន្ត្រីទេសចររបស់ជីនបានបញ្ចប់មុននេះបន្តិចគាត់អាចនឹងចូលរួមបានច្រើនជាងនេះវាគឺជារឿងដែលគួរឲ្យអាណិតណាស់ដោយការងារប្រគំតន្ត្រីទោលនេះមានសភាពមមាញឹកខ្លាំងវាបានបន្ថែមថាមានពេលខ្លះដែលយើងពិតជាបានធ្វើការជាមួយគ្នាមែនប៉ុន្តែគាត់មិនមែនទំនេរស្រួលខ្លួនអាចចូលរួមពេញទីនោះទេហើយការប្រគំតន្ត្រីទេសចរនោះក៏នឹងមិនបញ្ចប់ដូចគ្នាត្បិតខកខានចូលរួមផលិតបទថ្មីជុំគ្នាក៏ពិតមែនតែ RM និង Jimin បានកោតសរសើរដល់ជីនថាសមាជិករូបនេះពិតជាបានខិតខំប្រឹងប្រែងនិងអរគុណដែលបានជួយក្រុមរហូតដល់ BTS អាចចេញផ្សាយអាល់ប៊ុមនេះជូនអ្នកគាំទ្រទន្ទឹមគ្នានេះជុងគុកក៏បានលើកទឹកចិត្តជីនដោយទះស្មាតិចខណៈដែលបងធំ BTS រូបនេះក៏បានអរគុណទៅដល់សមាជិកទាំង6ដែលបាននិពន្ធបទពីរោះជាច្រើនសម្រាប់អាល់ប៊ុមថ្មីរបស់ក្រុមក្នុងនាមជាសមាជិកដែលមានអាយុច្រើនជាងគេប្រចាំក្រុមជីនគឺជាមនុស្សដំបូងដែលបានបញ្ចប់កាតព្វកិច្ចយោធាពោលគឺនៅក្នុងខែមិថុនាឆ្នាំ2024ក្រោយបំពេញការងារជូនជាតិរួចរាល់តារាប្រុសវ័យ33ឆ្នាំបានចេញផ្សាយអាល់ប៊ុមទោលដំបូងដែលមានឈ្មោះថា Happy និងបានចាប់ផ្ដើមដំណើរប្រគំតន្ត្រីទេសចរពិភពលោកទោលរ៉ាន់សុកជីនដោយសារតែភាពមមាញឹកដែលនាំឲ្យមានការវិភាគត្រួតគ្នាបានធ្វើឲ្យជីនចូលរួមផលិតអាល់ប៊ុម Comeback នេះយឺតជាងសមាជិកទាំង6នាក់ទៀតដែលនាំឲ្យលោកមិនអាចផលិតបទចម្រៀងទាន់ពេលវេលានៅគ្រានោះស៊ីនរ៉ាមែនមានរសជាតិតំណាងប្រទេសកូរ៉េ